សួស្តីទាំងអស់គ្នាចឹងអានេះដែរ admin មានខ្សែភាពយន្តមួយល្អមើលមែនតើបាននិយាយអំពីខ្សែជីវិតរបស់អ្នកបដាម្នាក់ដែលបានលាក់ខ្លួននៅក្នុងក្លឹបបដាមួយបាទចឹងមិនទៅកាត់ខ្សែរឿងអ្នកគ្នាខ្ញុំសូមប្រម៉ូទកន្លែងមួយបាទនេះគឺជាផ្សារពុះពុយបាទផ្សារពុះពុយនៅខេត្តបាត់ដំបងបាទដោយសារតែខ្ញុំគិតថាអ្នកនេះជាច្រើនតែគាត់ដឹងថាផ្សារពុះពុយបើទេបាទឥឡូវគឺផ្សារពុះពុយបើលក់ធម្មតាវិញហើយបាទហ្នឹងហើយបាទនេះដែរគឺជាវីដេអូអាចថាផ្សាយពាណិជ្ជកម្មអញ្ចឹងបាទនេះអ្នកគ្នាហាងគ្រឿងអប់នេះអ្នកគ្នាអាចទៅកាយមកចូលមើលលេងបានបាទហ្នឹងហើយផ្សារពុះពុយក៏អាវច្រើនមែនទេអ្នកគ្នាក៏អាវគ្រប់ប្រភេទបាទចូលមកមើលបានបាទហ្នឹងហើយមានលេខសាយទីអ្នកគ្នានៅបាត់ដំបងអាចចូលមកមើលលេងបាទក៏អាវមានលក់ច្រើនម៉ូតមែនទេគ្រឿងអប់វាក៏មានដែរបាទហ្នឹងហើយបាទនេះគឺជាកន្លែងផ្សារបន្លែបាទទល់មុខផ្សារបន្លែតែម្ដងបាទហើយអ្នកនេះកន្លែងដែលបងគាត់ហើយយកមកប្រម៉ូទបានហ្នឹងហើយតែកាយអាចចង់មកមើលលេងបានហ្នឹងហើយតោះចូលកាត់រឿងទាំងអស់គ្នាបាទចឹងកុំឲ្យខាតពេលវេលាយូរចូលទៅកាន់ការសម្រាយរឿងរបស់ admin ទាំងអស់គ្នាបាទមុននឹងចូលទៅកាន់រឿងកុំភ្លេច subscribe follow admin ម្នាក់មួយផងបាទ admin មានអារម្មណ៍ថាធ្លាក់ view ខ្លាំងមែនតើបាទហ្នឹងហើយតោះចឹងខ្សែរឿងរបស់យើងគឺបានកាន់ម្ដងក្នុងក្លឹបបដាមួយបាទដែលពេលនោះដែរគឺមានការប្រកួតបដាមួយដ៏សាហាវមែនតើបាទដែលអ្នកបដានោះមានឈ្មោះថាចនដែលគាត់មានស្បែកខ្មៅបាទពេលនោះដែរដែលបានធ្វើការប្រយុទ្ធជាមួយនឹងជនជាតិបរទេសម្នាក់ពេលនោះដែរគឺត្រូវបានលោតធាក់មួយជើងធ្វើឲ្យកីឡាករនោះស្លាប់បាត់តែម្ដងក្រោយពីបញ្ចប់ការប្រកួតចនគឺធ្វើការវាយឈ្នះទៅលើកីឡាករនោះហើយបានរុំលើខ្សែក្រវ៉ាត់ក៏ជាម្ចាស់ក្រងខ្សែក្រវ៉ាត់នៅលើសង្វៀននោះតែម្ដងបាទដោយមិនអស់ជើកីឡាករនោះក៏បានងើបមកវាយតតាំងប្រឆាំងជាមួយនឹងចនភាសាទីពេលនោះដែរត្រូវបានគ្រូបង្វឹកនឹងហាមឃាត់មិនឲ្យប្រកួតតទេចុងក្រោយចនគឺជាអ្នកឈ្នះកីឡាករនោះតែម្ដងបាទពេលនោះដែរគឺមានការបន្តមកសាច់រឿងយើងគឺបានកាន់មកដល់ផាប់មួយដែលពេលនោះដែរគឺចនគឺបានចូលទៅរកនារីម្នាក់នៅក្នុងក្លឹបហ្នឹងបាទដែលគាត់គឺបានចូលទៅផឹកស្រាលេងនៅពេលដែលគាត់ប្រយុទ្ធឆ្នៃចឹងអ្នកហ្នឹងហើយបាទក្រោយពីបានផឹកហើយក៏បានជួបជាមួយនឹងមិត្តភ័ក្តិរបស់គាត់តែពេលនោះគឺបាននិយាយគ្នាជាមួយនឹងគ្នាបានមិនស្ទោះទៅក៏បានកាត់មកដល់កន្លែងមួយទៀតបាទចំណែកសាច់រឿងគឺបានកាត់មកដល់ក្នុងកន្លែងមួយពេលនោះដែរគឺមានការនិយាយគ្នាមិនត្រូវក៏បានចាប់ផ្ដើមវាយគ្នាពេញកន្លែងហ្នឹងតែម្ដងពេលនោះដែរចនគឺបានលើកកៅឈៀលជាមួយនឹងអាប៉ែម្នាក់ហ្នឹងហើយបន្ទាប់មកក៏បាននិយាយគ្នាលេងមិនសន្ទុះទៅក៏ចាប់ផ្ដើមមាននារីម្នាក់ក៏ដើរមកពីក្រោយខ្នងតែម្ដងបាទដោយមិនទាន់បានប្រហែលផងគឺបានកាត់មកដល់មេហ្គេងមួយបាទពេលនោះដែរគឺបានចូលពីលើឡានមកហើយក៏បានទៅកាន់កូនចៅគាត់ដូចជានិយាយអំពីកម្រងដែលគាត់បានដាក់តែម្ដងបាទហើយមួយសន្ទុះក្រោយមកគឺមានអ្នកកាសែតបានចូលមកលួចថតនៅកាន់មេម្នាក់ដែលគាត់បានលួចទៅថោវិញទៅពេលនោះដែរមេហ្គេងរបស់យើងនេះគឺគាត់បានទៅវាយជាមួយនឹងអាប៉ែហ្នឹងតែម្ដងហើយត្រូវបានពូនអ្នកកាសែតទាំងអស់ហ្នឹងថតជាប់ទៅកាមេរ៉ាហ្នឹងដោយសារតែអាប៉ែហ្នឹងគឺអាចនិយាយបានថាគឺជាអ្នកដែលគាត់មានមុខមាត់ដែរចឹងណាអ្នកគ្នាហ្នឹងហើយមកក៏មានមនុស្សប្រុសម្នាក់គឺបានគាត់ចូលមកខត់កុំឲ្យពីអ្នកហ្នឹងវាយគ្នាបាទតែចុងក្រោយគឺនៅតែវាយគ្នាធម្មតាបាទចំណែកស្អីរឿងគឺបានកាត់មកដល់ផ្ទះមួយដែលតែនោះគឺជាផ្ទះរបស់ចនបាទពេលនោះគឺចនបាននិយាយជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងនិយាយអំពីផែនការដែលត្រូវធ្វើបន្តនៅថ្ងៃបន្តអញ្ចឹងណាបន្ទាប់មកសាច់រឿងគឺកាន់មកដល់ព្រឹកឡើងតែម្ដងដែលពេលដែរចននិងមិត្តភក្តិហ្នឹងក៏បានធ្វើដំណើរចេញទៅកាន់គោលដៅរបស់ខ្លួនរឿងខ្លួនដែរគឺបានមកដល់ប្រទេសមួយបាទហើយក៏បានធ្វើដំណើរនៅក្នុងប្រទេសហ្នឹងតែម្ដងមកបន្ទាប់មកគឺបានមករកកន្លែងផ្ទះសម្លាយអញ្ចឹងណាដែលប្រទេសនោះដែរគឺប្រទេសថៃបាទដែលគេអាចនិយាយបានថាគាត់មកលាក់ខ្លួននៅហ្នឹងអញ្ចឹងទៅក៏មកប្រកួតជាមួយនឹងកីឡាករអញ្ចឹងទៅអ្នកទាំងអស់គ្នាណាហើយបន្ទាប់មកសាច់រឿងគឺបានកាត់មកដល់ការសម្ភាសមួយរបស់អាចនិយាយបានថាជាម្ចាស់ក្លឹបបដាល់មួយបាទនៅក្នុងទីក្រុងមួយរបស់ប្រទេសថៃហ្នឹងបាទហ្នឹងហើយក៏បាននិយាយចរចាគ្នាសម្ភាសមួយបាត់សម្ភាសទៅហើយបន្ទាប់មកកីឡាករហ្នឹងគឺបានសាយអញ្ចឹងទៅបាទនៅពេលនោះដែរគឺមានអ្នកកសែតមួយបានងើបឡើងចូលសម្ភារទៅកាន់កីឡាករដែលគាត់បានប្រយុទ្ធជាមួយនឹងចនដល់ពេលវគ្គដំបូងណានៅពេលនោះគឺគាត់បានខឹងមែនទែនគឺបានវាយខ្ទេចខ្ទីអស់ឡើយហ្នឹងហើយត្រូវបានមេអ្នកគ្រប់គ្រងក្លឹបហ្នឹងគឺបាននាំចូលទៅក្នុងពេលហ្នឹងគាត់ពិតជាខឹងមែនទែនបាទគឺបានវាយនេះវាយនោះខ្ទេចខ្ទីអស់ពេញហ្នឹងតែម្ដងបាទបន្ទាប់មកសាច់រឿងរបស់យើងគឺបានកាន់មកដល់ចនដែលគាត់បានចូលមកកាន់ក្លឹបមួយដើម្បីហ្វឹកហាត់ទៅចឹងហ្នឹងហើយតែចាប់ផ្ដើមវាយក៏ដូចជានិយាយជាមួយនឹងម្ចាស់ក្លឹបចរចាគ្នាចឹងទៅក៏បានហាត់លាក់ខ្លួននៅក្នុងក្លឹបមួយហ្នឹងតែម្ដងបាទតពីចរចានេះហើយក៏បានដើរចាក់ចេញពីក្លឹបនោះវិញតែម្ដងតែមកក៏បានប្រទះឃើញនៅក្តារឈើមួយដែលគាត់គិតថានឹងបើសិនយកទៅរៀបចំធ្វើជាឧបករណ៍ដើម្បីហ្វឹកហាត់នៅក្លឹបអញ្ចឹងគឺតំណតែក៏បានកាត់របស់ទាំងអស់ហ្នឹងយកចូលមកក្នុងក្លឹបហ្នឹងតែម្ដងដើម្បីហ្វឹកហាត់អញ្ចឹងដោយសារតែគាត់គឺជាប្រភេទកីឡាករបុកស៊ីងអញ្ចឹងបាទបន្ទាប់មកហ្នឹងគឺបានរៀបចំនៅឧបករណ៍ដើម្បីហ្វឹកហាត់អញ្ចឹងទៅបាទពួកអ្នកហាត់នៅក្នុងក្លឹបហ្នឹងពិតជាមានការឆ្ងល់មែនទែនហើយបានហ្
ហ្វឹកហាត់ហើយវាអញ្ចឹងមានចងឧបករណ៍ដែកឯណាហើយនឹងក៏ដូចជាដបថ្មឯណាក៏កើបនៅគ្រោះនៅអីយកមកវាយអញ្ចឹងបែបពួកនោះពិតជាមានការងឿងឆ្ងល់មែនតើតែក៏មិនហ៊ានសួរដែរបាទផ្សេងរឿងគឺបានកាន់មកដល់កីឡាករម្នាក់ទៅគឺបានចូលមកដល់ក្នុងក្លឹបហើយឃើញចនដែលគាត់កំពុងតែហាត់អីចឹងទៅគឺបានសាច់ឌឺដងគាត់មែនតើដោយសារតែគាត់ហ្វឹកហាត់របៀបថាហាត់ជាមួយនឹងឧបករណ៍អីចឹងទៅវាយជាមួយនឹងបាយសាក់អីចឹងទៅហើយគាត់ឡើងវាយមែនតើវាយលើសង្វៀនមែនតើហើយវាយមនុស្សមែនតើហ្មងពេលណាគាត់ក៏បានឆ្ងល់ហើយក៏បានសួរទៅកាន់ម្ចាស់ក្លឹបហ្នឹងហើយក៏បានសួរទៅកាន់ចនអីចឹងទៅហើយថាមិនបានគាត់អីចឹងហាត់អីចឹងទៅអីចឹងគាត់ថាចនគឺគាត់ហាត់របៀបថាកុងហ្វូអីចឹងទៅហាត់តាមក្បាច់របស់គាត់អីចឹងទៅសារគាត់តែចូលថ្មីដែរគឺគាត់ទៅបានស្គាល់ទេពេលនោះដែរគឺបានចោះមកនិយាយជាមួយចនថាការគ្នាណាអីចឹងទៅហើយក៏បាននិយាយគ្នាហោហែអីចឹងទៅបាទតមកទៀតដល់ដែលគាត់មានឈ្មោះថាផ្លយហ្នឹងគាត់បាននិយាយជាមួយម្ចាស់ក្លឹបចលាសារគាត់មិនអស់ចិត្តគាត់ប្លែកអីចឹងនៅនេះហើយក៏បានចង់ប្រកួតអីចឹងទៅនិយាយជាមួយចោចាយម្ចាស់ក្លឹបអីចឹងទៅតមកសេរឿងគឺកាត់មកដល់តួអីប្រុសវិញគឺគាត់បានហ្វឹកហាត់ជាមួយនឹងគ្រូបដាម្នាក់បានពេលនោះគឺបានវាយចេញឆ្វេងដៃចឹងទៅហ្នឹងហើយក៏កាត់មកដល់ផ្ទះរបស់គាត់ហើយគាត់បាននិយាយជាមួយប្រពន្ធគាត់អីចឹងទៅនិយាយពីរឿងរ៉ាវផ្សេងអញ្ចឹងទៅអ្នកគ្នាតមកទៀតនេះសេរឿងគឺកាត់មកដល់ចនដែលគាត់ពេលនោះដែរគឺបាននៅឃើញរឿងមួយហើយក៏បានទៅក្លឹបតទៅម្ចាស់ក្លឹបហ្នឹងគឺបាននិយាយប្រាប់ចនហើយមានតែម្នាក់នេះគឺបានចង់មកណាត់វាយបដាជាមួយខ្លួនអញ្ចឹងអ្នកគ្នានឹងឯកន្លែងដែរគឺពិតជានេះមែនតើសារគាត់ចរចាក៏បានបញ្ចេញទៅធ្វើដៃយ៉ាងដែរចនដែលស្នាចនគឺជាមនុស្សដែរនេះដែរក៏ចង់ចាប់ដើមប្រកួតអីចឹងទៅបាទតមកទៀតនោះសេរីគឺកាត់មកដល់ផ្ទះរបស់ចនដែលពេលនោះដែរគឺពួកគេបាននិយាយគ្នាចឹងទៅហើយក៏បានណាត់គ្នាជាមួយក្រៅពេលនោះដែរអាចនិយាយបានថាបែបហ្នឹងគឺជាអ្នកដែលគាត់មានមុខមាត់អីចឹងទៅក៏បានមកហើយទៅអ្នកកសែតក៏បានថតអីចឹងទៅហើយទៅក៏កាត់មកដល់នារីម្នាក់ហើយនៅបែបហ្នឹងបាទគាត់គឺជាអ្នកបដាលដែរហ្នឹងហើយទៅក៏កាត់មកដល់ម្នាក់ទៀតគឺគាត់បានចូលមកដល់ក្នុងកិច្ចសម្ភាសហ្នឹងបាទដល់បែបហ្នឹងគឺជាកែងជាកំហុសហ្នឹងហើយហ្នឹងហើយក៏បានជួបជាមួយនឹងចនរបស់យើងនេះគឺបានលើកដៃវាណាថតរូបជាមួយគ្នាទៅហ្នឹងហើយឆ្នៃសេរីគឺកាន់មកដល់ក្នុងក្លឹបពេលនោះដែរកីឡាករម្នាក់ដែលគាត់តំតែចូលប្រកួតហ្នឹងគឺគាត់ពេញប្រកាសចង់វាយជាមួយចនខ្លាំងមែនទេបានតែសារតែគាត់គឺជាកីឡាករដែលខ្លាំងអញ្ចឹងហ្នឹងហើយដូចជាកម្ពស់ហ្នឹងក៏គាត់មានលក្ខណៈថាខ្ពស់ជាងចនអញ្ចឹងទៅហ្នឹងហើយពេលនោះដែរគឺតនបានប្រហែលហ្នឹងក៏និយាយត្រូវគ្នាហ្នឹងក៏បានវាយគ្នានៅកន្លែងហ្នឹងតែម្ដងពេលនោះដែរចនគឺគាត់មិនខ្លាចទេសារគាត់គឺជាមនុស្សដែលខ្លាំងម្នាក់ដែរគឺបានវាយនៅកន្លែងហ្នឹងតែម្ដងបានតែសារគាត់គឺជាកីឡាករម្នាក់ដែលខ្លាំងម្នាក់ដែរនៅអាមេរិកអញ្ចឹងហើយតែគាត់បានបដូរទីតាំងមកនៅប្រទេសថៃអញ្ចឹងទៅហ្នឹងហើយក៏ចាប់ផ្ដើមវាយដល់ដោយសារតែបែបនោះគឺគាត់គិតថាគាត់នឹងខ្ពស់ជាងខ្លាំងជាងហ្នឹងពេលនោះដែរចនគឺគាត់អស់ការអត់ធ្មត់ហើយក៏ចាប់ផ្ដើមបញ្ចេញក្បាច់កុងហ្វូរបស់គាត់ដែលគាត់បានហាត់នៅអាមេរិកហ្នឹងគាត់គឺជាកីឡាករដែលខ្លាំងម្នាក់ដែរនៅគ្នាហើយពេលនោះដែរគឺវាយទៅមកដៃឡើងលៀនឡាតែម្ដងណាពេលនោះដែរបែបនោះពិតជាមានការងឿងឆ្ងល់ខ្លាំងមែនតើនៅពេលដែលត្រូវកណ្ដាប់ដៃរបស់ចនតែណាចំកន្លែងតែច្រើនដងធ្វើអត់បែបហ្នឹងពិតឈឺពេលនោះវានេះមែនតើនេះពេលត្រូវស៊ុបរបស់ចនស្លាប់ស្ដោកកន្លែងហ្នឹងតែម្ដងមកអញ្ចឹងហើយកន្លែងនេះគឺដូចយ៉ាងដឹងយ៉ាងណាពេលខ្លះគុំសូវមើងងាយនៅពេលដែលគេមិនតបចេញឆ្វេងដៃបាទនៅពេលដែលគេបញ្ចេញឆ្វេងដៃគឺដេកស្អាតជាងតែម្ដងមកតមកគូស្នេហ៍របស់ចននេះគឺបានមកនិយាយលើកទឹកចនណាអូខេបងគឺជាកីឡាករដែលខ្លាំងអញ្ចឹងណាពេលនោះដែរគឺម្ចាស់ក្លឹបនេះគឺបានចរចាអញ្ចឹងទៅក៏និយាយអីផ្សេងជាមួយនឹងចនហ្នឹងតែម្ដងបាទពេលដែរគឺមានអ្នកមើលនេះគឺតែដៃអបអខ្លាំងមែនតើបាទនៅក្នុងក្លឹបជាលយមែនតើបាទសាច់រឿងនេះខ្ញុំគាត់ថាចប់ប៉ុណ្្នឹងហើយអ្នកនាងបើសិនជាចូលចិត្តនៅប្រភេទសាច់រឿងមួយនេះកុំភ្លេចចុច like subscribe follow មានម្នាក់មួយផងបាទធ្លាក់ view ខ្លាំងមែនតើបាទមាននឹងចេញរឿងបន្តទៀតបាទ